bắt chế bật thông xong có đọc cho mình xô là cố trong bát trong một xây bên ấy thì đã nhưng lợt là tiện toàn cho mùi năng mê điên bây giờ mới đánh dây âm pi cao về đồng lại ăn bót cao về đồng lại chạy lét nâng đi test bật chắc đai mê tạc ca bây giờ tiện toàn cho mùi khâm xa mê điên ấy nhưng mà lợt là chấm nuôn bằng 4 chấm nói thông thống đài chấm nói tí mua bây giờ cứ này dây âm pi cao về đồng lại ăn bót nâng cao về đồng lại chạy lét hay nên trong nói câu tí bí cứ cho rất là cái này cao về đồng lại hành watt hay nên trong nói tí bấy cứ đi dây MP trong nói kháng nên trong nói soi này cao về đồng lại hành watt chúng tôi trong nói tí buôn với cái dương này MP đồng rời cao một tháng mà pra hay nên trong nói tí pra cứ dây về đồng là cao về đồng lại hành watt trong nói tí pra mối đi dây MP là phò sắc xa trong phần tốc trong này tìm bằng phí cái gì vì càng đặt bằng túc nó có về đồng lại trong này tìm bằng bấy giờ này dây ông pin để test bot rồi coi dương hạ thao ruprit nó nâng sợi xong tốt nâng sa rạp beyond bảo việc hay nâng trong này trong cái cứ trong này tìm bằng 4 cái to trong một nó xong lòng po nông cả bằng cái để test bot nâng chẳng trong này tìm mũi cứ giờ bị cao về đồng lại ăn watt là cao về đồng lại trở lại sẽ số tha ta cao về đồng lại ăn watt là cao về đồng lại trở lại nó cứ chiều vậy chắc nhiều mình ấy cao về đồng lại ăn watt bẹp po từ nâng cao với bậc bằng 2 là bỏ xa đời ai lơ bồng nền này bồng nấn rồi cóสมรรถភាពក្នុងការបង្កើតផលិតឬក៏បង្កើតចម្លើយឬជាការធ្វើបទបង្ហាញចឹងកន្លែងនេះគឺយើងផ្ដោតសំខាន់ទៅលើបំណិនរបស់សិស្សជាជាងចំណេះដឹងរបស់សិស្សចឹងនិយមន័យទី2គឺយើងនិយាយអំពីការវិតម្លៃជាក់លាក់ចឹងការវិតម្លៃជាក់លាក់គឺជាប្រភេទនៃការវិតម្លៃតម្រូវឲ្យសិស្សអនុវត្តជាក់លាក់ដើម្បីបង្ហាញអំពីចំណេះដឹងនិងជំនាញច្បាស់លាស់វាមានលក្ខណៈពិតជាក់ស្ដែងផ្សារភ្ជាប់ទៅនឹងបទពិសោធន៍ការងារនិងការផ្ដល់ឱកាសឲ្យសិស្សពិនិត្យឡើងវិញនៅការងាររបស់ខ្លួនអញ្ចឹងចំណុចសំខាន់នៃខ្លឹមសាររបស់វាគឺកន្លែងនេះគឺយើងផ្ដោតទៅលើការអនុវត្តជាក់ស្ដែងរបស់សិស្សដែលគាត់មានចំណេះដឹងឬក៏មានជំនាញអីហ្នឹងគាត់អនុវត្តផ្ទាល់ផ្សារភ្ជាប់ជាមួយនឹងជីវិតពិតជាក់ស្ដែងចូលដល់ចំណុចទី2យើងនិយាយអំពីលក្ខណៈនៃការវិតម្លៃអនុវត្តចឹងលក្ខណៈនៃការវិតម្លៃអនុវត្តខ្ញុំបានលើកឡើងជា3ចំណុចដូចជាចរិតលក្ខណៈនៃការវិតម្លៃអនុវត្តទី1សិស្សជាអ្នកសម្ដែងឬក៏ជាអ្នកបង្កើតឬក៏ជាអ្នកកសាងឬក៏សិស្សនឹងជាអ្នកផលិតអ្វីមួយចឹងទៅចឹងបានន័យថាកន្លែងទាំងការបង្កើតការកសាងឬក៏ការធ្វើសម្ដែងអីផ្សេងៗហ្នឹងគឺសិស្សជាអ្នកធ្វើដោយខ្លួនឯងទី2គឺសិស្សប្រើប្រាស់បំណិនផ្ដល់ហេតុផលនិងបញ្យលអ្វីដែលបានធ្វើអញ្ចឹងក្រោយពីគាត់បានបង្កើតឬក៏គាត់បានផលិតអ្វីមួយហើយគាត់ត្រូវតែប្រើប្រាស់បំណិនរបស់គាត់ហ្នឹងដើម្បីផ្ដល់ហេតុផលថាតើហេតុអីបានគាត់បង្កើតអាហ្នឹងមកហើយឲ្យគាត់បញ្យលថាមូលហេតុអីដែលគាត់ធ្វើវាមួយឡើងមកអញ្ចឹងឲ្យគាត់បញ្យលអំពីអ្វីដែលគាត់បានធ្វើហ្នឹងទៅផ្អែកលើបំណិនរបស់គាត់ទី3គឺតម្រូវឲ្យមាន test bot ឬក៏យ៉ាងហៅថា rubric ហ្នឹងនឹងមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ចឹងតិចទៀតយើងនឹងទៅស្គាល់ថាតើ test bot ហ្នឹងវាមាននិយមន័យឬក៏មានអត្ថន័យបែបតែមុនទៅដល់នឹងនិយមន័យ test bot យើងចូលដល់ចំណុចទី3សិនគឺនិយាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយនៃការវិតម្លៃអនុវត្តចឹងកន្លែងនេះដែរខ្ញុំបានលើកឡើងតាក់ទងជាមួយនឹងចំណុចខ្លាំងរបស់វាគឺយើងអាចបោះវាយបំណិនក្នុងការបង្ហាញហេតុផលហើយសិស្សមានការចូលរួមយ៉ាងសកម្មហើយជំរុញការវិតម្លៃខ្លួនឯងនិងផ្សារភ្ជាប់ទៅនឹងជីវិតពិតអញ្ចឹងនេះគឺជាចំណុចខ្លាំងរបស់ការវិតម្លៃអនុវត្តរបស់យើងដោយឡែកតើតើនឹងផងដែរក៏យើងមាននៅចំណុចខ្សោយដែលកំណត់របស់វាដែរអញ្ចឹងចំណុចខ្សោយរបស់វាគឺពិបាកក្នុងការបង្កើនភាពជឿជាក់ព្រោះយើងអត់មានអីវាស់វែងទេហើយក៏អត់មានអីជាស្តង់ដារមួយរួមណាអញ្ចឹងវាធ្វើឲ្យការបង្កើតភាពជឿជាក់ហ្នឹងគឺវាពិបាកវាគេវាអាចមានភាពលំអៀងពីគ្រូក្នុងការដាក់បន្ទុកអញ្ចឹងឧទាហរណ៍ថាគ្រូហ្នឹងគាត់ពេញចិត្តសិស្សណាម្នាក់អញ្ចឹងទៅឬក៏សិស្សផ្សេងទៀតក៏អត់សូវពេញចិត្តទៅការដាក់បន្ទុករបស់គាត់រៀងល្អៀងតិចតួចដែរអញ្ចឹង
វាអាចមានភាពល្អៀងក្នុងការដាក់បន្ទុកហើយនឹងយើងចំណាយពេលច្រើនក្នុងការរៀបចំពីការវិនិច្ឆ័យអនុវត្តហ្នឹងចឹងបើសិនជាយើងអនុវត្តការវិនិច្ឆ័យអនុវត្តច្រើនទៅវាអាចនឹងធ្វើឲ្យយើងនឹងប៉ះពាល់ដល់ម៉ោងមេរៀនរបស់យើងម៉ោងខ្លឹមសារមេរៀនរបស់យើងដែរចូលដល់ចំណុចទី4គឺនិយាយអំពីតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់អញ្ចឹងតម្រូវការមូលដ្ឋានខ្ញុំបានលើកឡើងតែ2ចំណុចទេទី1គឺយើងផ្ដោតទៅលើការសង្កេតអាកប្បកិរិយាឬក៏សមត្ថភាពជាក់លាក់ដែលយើងមិនអាចវាស់វែងបានដោយធ្វើតេស្តធម្មតាហើយទី2គឺយើងកិច្ចការគួរតែជំរុញឲ្យសិស្សស្វែងវាតម្លៃនិងផ្ដល់ព័ត៌មានអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេអញ្ចឹងក្រោយពីគាត់បានធ្វើបទបង្ហាញឬក៏គាត់បានលើកជាហេតុផលណាមួយឬក៏បង្កើតអ្វីមួយឲ្យគាត់ឆ្លុះបញ្ចាំងស្វែងវាតម្លៃទៅខ្លួនឯងសិនអញ្ចឹងបាននេះគាត់វាតម្លៃនឹងខ្លួនឯងអំពីចំណុចខ្លាំងរបស់ខ្លួនឯងហើយនិងចំណុចខ្សោយរបស់ខ្លួនឯងដែលធ្វើមិនទាន់ពុំបានល្អអញ្ចឹងទៅឈានដល់ចំណុចទី5តកតងជាមួយនឹងដំណើរការនៃការវាតម្លៃអនុវត្តអញ្ចឹងដំណើរការនៃការវាតម្លៃអនុវត្តរបស់យើងគឺមាន3ជំហានធំទី1គឺជំហានទី1គឺកំណត់គោលដៅអញ្ចឹងកំណត់គោលដៅកំណត់មិនអញ្ចឹងកន្លែងនេះគឺយើងចង់វាតម្លៃពីអីតើយើងមានគោលដៅថាយើងចង់វាតម្លៃអំពីអ្វីមួយយើងដាក់គោលដៅវាឲ្យច្បាស់លាស់មកអញ្ចឹងក្រោយពីយើងកំណត់គោលដៅហើយជំហានទី2គឺយើងត្រូវតែបង្កើតសកម្មភាពអនុវត្តហ្នឹងដូចជាការរៀបចំកិច្ចការឲ្យសិស្សធ្វើបទបង្ហាញពីសមត្ថភាពរបស់ពួកគេចឹងទៅហើយនៅជំហានទី3គឺបង្កើតលក្ខណៈវិនិច្ឆ័យអញ្ចឹងលក្ខណៈវិនិច្ឆ័យហ្នឹងគឺជាលក្ខខណ្ឌសម្រាប់វាតម្លៃភាពជោគជ័យរបស់សិស្សទៅចូលដល់ចំណុចទី6គឺជាលទ្ធផលរំពឹងទុកអញ្ចឹងលទ្ធផលរំពឹងទុកខ្ញុំបានលើកឡើងគឺយើងផ្ដោតទៅលើការយល់ដឹងស៊ីជម្រៅការបង្ហាញហេតុផលនិងបំណិនហើយនឹងផលិតផលដែលសិស្សបង្កើតបានអញ្ចឹងឡើយបានថាអ្វីដែលយើងលទ្ធផលដែលយើងរំពឹងទុកហ្នឹងគឺយើងចង់ដឹងអំពីគំនិតរបស់សិស្សហ្នឹងគាត់មានការស៊ីជម្រៅប៉ុណ្ណាហើយគាត់មានបំណិនក៏ដូចជាការបង្ហាញហេតុផលទាក់ទងជាមួយនឹងមតិរបស់ឬក៏គំនិតផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបែបណាខ្លះអញ្ចឹងបានន័យថាលទ្ធផលរបស់យើងគឺចង់ឲ្យគាត់មានបំណិននិងយកបំណិនហ្នឹងមកបង្ហាញជាហេតុផលនិងបកស្រាយឲ្យបានក្បោះក្បាយចឹងទៅអំពីអ្វីដែលគាត់បានគិតបានឃើញទៅអញ្ចឹងកន្លែងនេះគឺយើងមានផលប្រយោជន៍ច្រើនហើយនឹងលទ្ធផលដែលយើងចង់បានគឺវាអាចនឹងបានទៅតាមរបស់សិស្សម្នាក់ចូលដល់ចំណុចទី7គឺការដាក់បន្ទុកនិងឧបករណ៍វិតម្លៃអញ្ចឹងការដាក់បន្ទុកនិងឧបករណ៍វិតម្លៃខ្ញុំបានលើកឡើងមកចំនួន3ទី1គឺបញ្ជីត្រួតពិនិត្យដែលយើងហៅថា checklist អញ្ចឹងយើងប្រើសម្រាប់មើលថាតើសិស្សបានធ្វើចំណុចនោះហើយឬនៅបើមានថាមានបើអត់ថាអត់ហើយបើជាប់ឬក៏ធ្លាក់អីយើងដាក់ឲ្យច្បាស់ចឹងមកទី2គឺមានស្ថានវាតម្លៃឬយើងហៅថា rating scale គឺយើងផ្ដល់បន្ទុកជាកម្រិតឧទាហរណ៍ថាយើងមានកម្រិតពី1ដល់5យ៉ាងទៅមានខ្សោយមានល្អមធ្យមល្អណាស់ចឹងទៅអញ្ចឹងយើងឲ្យបន្ទុកតាមកម្រិតវិញហើយនឹងទី3គឺនីតិស្បត់គេហៅថា rubric អញ្ចឹងជាឧបករណ៍ដែលវាតម្លៃលម្អិតបំផុតដែលមានការពិពណ៌នាអំពីគុណភាពការងារនៅក្នុងកម្រិតនីមួយៗអញ្ចឹងចូលដល់ចំណុចទី8សួរថាតើអ្វីទៅជា rubric អញ្ចឹង rubric របស់យើងហ្នឹងគឺយើងចែកចេញជា2ដែលសំខាន់គឺទី1ជានីតិស្បត់រួមគឺនីតិស្បត់រួមគឺយើងវាតម្លៃការងារទាំងមូលដោយផ្ដល់បន្ទុកតែមួយសម្រាប់គ្រប់ចំណុចបញ្ចូលគ្នាដែលមានល្បឿនប៉ុន្តែមិនសូវលម្អិតចឹងទៅហើយទី2ហ្នឹងគឺនីតិស្បត់ផ្នែកលម្អិតអញ្ចឹងគឺយើងប្រើ rubric នីតិស្បត់ផ្នែកលម្អិតហ្នឹងគឺបំបែកការងារជាផ្នែកឧទាហរណ៍ដូចជាការសរសេរអត្ថបទការបំបែកជាវេយ្យាករណ៍ឬក៏ជាលំហគំនិតនិងការប្រើប្រាស់ពាក្យសម្ដីចឹងជាដើមអញ្ចឹងវាផ្ដល់ព័ត៌មានត្រឡប់ទៅឲ្យសិស្សនោះបានល្អជាងដោយសារតែយើងបានបំបែកគំនិតទាំងមូលហ្នឹងទៅជាផ្នែកដើម្បីឲ្យសិស្សងាយស្រួលយល់ហើយនឹងសិស្សទទួលបានព័ត៌មានត្រឡប់ទៅវិញហ្នឹងវាបានល្អអញ្ចឹងចំណុចទី9ចំណុចចុងក្រោយរបស់យើងគឺជាសំណូមពរក្នុងការបង្កើតអញ្ចឹងសំណូមពរក្នុងការបង្កើតនីតិស្បត់ហ្នឹងគឺទី1គឺយើងត្រូវមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់
នឹងអាចសង្កេតឃើញបានដោយផ្ទាល់ហើយទី2គឺកម្រិតបន្ទុកត្រូវតែមានភាពខុសគ្នាដាច់ពីគ្នាដើម្បីងាយស្រួលក្នុងការសម្រេចចិត្តផ្ដល់បន្ទុកហើយនឹងទី3គឺត្រូវប្រាប់សិស្សអំពីនីតិសម្បត្តិនេះជាមុនដើម្បីឲ្យពួកគេដឹងថាតើត្រូវធ្វើបែបណាដើម្បីទទួលបានលទ្ធផលល្អអញ្ចឹងមុននឹងយើងដាក់កិច្ចការទៅនឹងជូនពួកគាត់យើងត្រូវតែប្រាប់គាត់ជាមុនឲ្យដឹងថាលក្ខខណ្ឌបែបណាដែលយើងអាចដាក់បន្ទុកគាត់នៅក្នុងនីតិសម្បត្តិហ្នឹងទៅឲ្យគាត់ធ្វើទៅវាបានបន្ទុកល្អអញ្ចឹងពេលដែលយើងប្រាប់សិស្សមុនទៅគាត់ដឹងហើយថាគាត់នឹងត្រូវធ្វើបែបណាដើម្បីទទួលបានលទ្ធផលល្អក្នុងការធ្វើនីតិសម្បត្តិហ្នឹងទៅបាទអញ្ចឹងចំណុចរបស់ខ្ញុំលើកឡើងទាក់ទងជាមួយមេរៀននេះគឺមានតែប៉ុណ្្នឹងទេបាទ